Hello សួស្តីពុកម៉ែបងប្អូនកណេះជួបគ្នាសាជាថ្មីទៅហើយជាមួយមុខហូបថ្មីកង្កែបស្ងោណាំងៅបងប្អូនកង្កែបខែប្រាំងបងប្អូនស្ងោរសជាតិណាំងៅបើហែរសជាតិពិតអញ្ចឹងចំពោះមុខហូបនេះគឺយើងត្រៀមជាមួយផ្លែណាំងៅបងប្អូនចំនួនមួយពុកដែរហើយជាមួយកង្កែប3ក្បាលបងប្អូនណាយើងត្រាំជាមួយគ្រឿងក្រៅបងប្អូនណាយើងថែមជាធ្វើឲ្យស្អាតចឹងមកយើងដាក់កែបបងប្អូនណាដាក់បំពងកែបមកដើម្បីឲ្យមានក្រៀមស្រួយដើម្បីយើងយកទៅស្ងោរជាមួយទឹកណាំងៅនោះគឺកុំឲ្យវាមានក្លិនចឹងបងប្អូនចំពោះមុខម្ហូបមុខនេះគឺធានាថារសជាតិអេបងប្អូនណាបែបធម្មជាតិពិតអត់មានបាត់អីទេចឹងបងប្អូនណាកែបនេះគឺកែបនៅរដូវខែប្រាំងចឹងបងប្អូនពីជីកបានយើងកឹងពងវាឲ្យរៀងក្រៀមមករៀងមានស្រួយស្បែកអញ្ចឹងបងប្អូនយើងយកទៅស្ងោរវាធានាថារសជាតិមិនអាចគណនាបានអញ្ចឹងបងប្អូនកុំថាខ្ញុំមិនបានធ្វើឲ្យឃើញបងខ្ញុំសម្លនេះគឺខ្ញុំស្លពិតបាទស្នាដៃរបស់ខ្ញុំពិតអញ្ចឹងបងប្អូនហើយបន្ទាប់មកយើងចាប់ផ្ដើមដាក់ជាមួយទឹកមកល្មមបងប្អូនណាដាក់ជាមួយឆ្នាំងមកយើងដាំទឹកវាមកពុះយើងដើម្បីយើងបន្ថែមជាមួយនឹងគ្រឿងក្រៅហើយតមកយើងមើលដាក់ទឹកយើងពុះហើយយើងចាប់ផ្ដើមបង់ជាមួយរំដេងស្លឹកក្រូចគល់ក្រីអីហ្នឹងខ្ទឹមសខ្ទឹមក្រហមអីហ្នឹងបងប្អូនម្ទេសខ្ចីអីចឹងយើងដាក់ទៅដើម្បីអ្វីដែលយើងចូលចិត្តហ្នឹងយើងដាក់ទៅហើយមុខម្ហូបមួយមុខនេះគឺងាយបងប្អូនហើយលឿនទៀតបងប្អូនខ្លះគេធ្វើយូរមើលវីដេអូទៅធ្វើតាមខ្ញុំទៅលឿនបងប្អូនណានេះយើងដាក់ពងទាមិនមែនពងកែបទេបងប្អូនហើយតែច្រឡំថាពងកែបអីធំពងទាព្រោះខ្ញុំដាក់ទាំងពីរឲ្យវាឆ្អិនណាតមកយើងបានជាមួយនឹងទឹកពុះហើយយើងចាំបានជាមួយកែបបងប្អូនណានេះដែលយើងពងស្រួយហើយយើងដាក់ទឹកពុះចឹងយើងដាក់វាឲ្យវាមានរសជាតិអេបងប្អូនណាអ្នកណាហូបមិនកើតមិនដឹងទេតែពួកខ្ញុំមិនដឹងតែជាតិម៉ែជាតិអវជាតិម៉ែមើលថែមរ៉ូឌីម្សៅស៊ុបជេងមកអេមបាត់ហើយតបមុខមកស្ទុះមកពុះម៉ែលជាមកល្មមយើងដាក់ជាមួយណាំងៅមកហ្នឹងហើយហើយបន្ទាប់មកយើងដាក់ដួសចានមកវាហើយបាត់ហើយចំពោះមុខម្ហូបមួយមុខនេះគឺវាលឿនបងប្អូនអត់ពិបាកទេធានាថារសជាតិអេបងប្អូនណាយើងអាចដួសម្ហូបបាយបានហើយមកពេលអញ្ចឹងបងប្អូនហើយមួយតែរសជាតិដឹងតែអេមបងប្អូនណាជីវិតមានអីទេមានតែប៉ុណ្្នឹងទេអស់ចាំបាយទាំងអស់គ្នាបងប្អូនអរគុណជម្រាបលាបាយបាយទស្សនានៅវីដេអូក្រោយសូមជួយ like ជួយ share ម្នាក់មួយផងបងអរគុណ